បងប្អូនដូចនេះខ្ញុំឯងដេកថ្ងៃសុកសុកដេកទឹកឃើញឃ្លានប្រហិតបន្លែចលក់ជាមួយទឹកសៀងបងប្អូនអើយចាហើយនេះខ្ញុំក៏មិនប្រអងយូរដែរបានទិញប្រហិតត្រីឆ្លាតនេះកន្លះគីឡូគឺថានឹកឃើញភ្លាមធ្វើភ្លាមតែម្ដងបងប្អូនអើយជាដំបូងនេះខ្ញុំបុកប្រហិតឲ្យស្វិតសិនណាបងប្អូនចាគ្រឿងផ្សំហ្នឹងគឺថាមានប៊ីចេងចានត្រូវែកកន្លះស្ព្រីទៅចាម្សៅស៊ុបហ្នឹងកន្លះស្ព្រីនិងម្សៅឆាបងប្អូនចាបុកតើវាឡើងស្អិតអញ្ចឹងបងប្អូនបុករហូតដល់តឹងដៃបងប្អូនចាបានប្រហិតយើងស្វិតល្អចាសាច់ប្រហិតយើងបានស្វិតល្អហើយនេះខ្ញុំមកធ្វើការខ្ចប់បងប្អូនចាហើយយើងដាក់ប្រេងឆាអញ្ចឹងមកវាខ្ចប់ស្រួលបងប្អូនចាហើយបន្លែនេះខ្ញុំចូលចិត្តជាមួយនឹងសណ្តែកគួរម្រះចាស្នៀតពោតជាមួយនឹងផ្កាខាត់ណាម្ទេសផ្លោកចាហើយពោតបារាំងអញ្ចឹងបងប្អូនចូលចិត្តផ្សិតអីចឹងដាក់ថែមមកក៏បានដែរនិយាយទៅបន្លែតាមចិត្តបងប្អូនណាពេលដែលយើងធ្វើឲ្យសាច់ប្រហិតស្វិតអញ្ចឹងទៅយើងសនុកយកមកដាក់ជាមួយបន្លែបងប្អូនចាបើប្រហិតយើងអត់សូវបុកស្វិតទេពិបាកនឹងខ្ចប់នៅពេលដែលយើងបំពងទៅវាអាឡេះចេញពីបន្លែចឹងបងប្អូនត្រូវការបុកប្រហិតនឹងធ្វើមកឲ្យស្អិតបងប្អូនចាណាមួយឲ្យតែប្រហិតយើងស្វិតណាគឺថាឆ្ងាញ់តែហ្មងបងប្អូនកូននេះខ្ញុំអត់សូវចេះញ៉ាំបន្លែទេដល់ពេលធ្វើប្រហិតខ្ចប់បន្លែចឹងទៅគឺពួកគាត់ញ៉ាំបានច្រើនហើយញ៉ាំបានទាំងបន្លែបងប្អូនហើយសម្រាប់ការចៀនបំពងចាឆានេះខ្ញុំមិនដែលភ្លេចទេជាមួយនឹងប្រេងឆាសណ្ដែកសញ្ញារូបបេះដូងនាំចូលពីក្រុមហ៊ុនកូនខ្មែរដែលចេញពីប្រទេសម៉ាឡេស៊ីផលិតចេញពីសណ្ដែកសៀងពិតតែម្ដងបងប្អូនចាពោពេញទៅដោយវីតាមីន E អូមេហ្គា 3 6 និង 9នេះស្រួលបំពងឆាចៀនគឺលេខ1តែម្ដងចាឥឡូវយើងដាក់បំពងចោលយើងមកធ្វើទឹកជ្រលក់ទឹកសៀងយើងម្ដងបងប្អូនជាដំបូងយើងកិនម្ទេសចាឲ្យម៉ត់សិនបន្ទាប់មកដាក់តៅហ៊ូ3ដុំចាបញ្ចូលជាមួយនឹងទឹកសៀងចាសៀងហ្នឹងមិនមែនតែទឹកទេគឺមានគ្រាប់សៀងនឹងតែម្ដងព្រោះយើងធ្វើទឹកសៀងខ្លួនឯងអញ្ចឹងក៏លុកវាឲ្យម៉ត់មកចាងាកមកប្រហិតនេះគឺបានឆ្អិនខ្លះហើយនាងខ្ញុំមកប្រែម្ដងសិនណាបងប្អូនចាហ្នឹងហើយអញ្ចឹងបងប្អូនសម្រាប់ប្រហិតបន្លែនេះគឺយើងបំពងអត់យូរទេចាគឺត្រឡប់ចុះត្រឡប់ឡើងហ្នឹងគឺឆ្អិនណាបងប្អូនណាព្រោះវាសាច់ប្រហិតក៏ស្ដើងចាហើយបន្លែយើងគឺដាក់ជាមួយនឹងការបំពងហ្នឹងគឺលឿនទេបងប្អូនចាពីមុននាងខ្ញុំឲ្យតែឃ្លានប្រហិតអញ្ចឹងគឺនាងខ្ញុំទៅតាមផ្សារហើយព្រោះប្រហិតបន្លែប្រហិតអីហ្នឹងនៅផ្សារមិនដែលចេះថាអត់លក់ទេបងប្អូនណាចាសម្រាប់បន្លែដែលនៅសល់នាងខ្ញុំបំពងឲ្យវាមកសន្ទាប់មកយកមកជ្រលក់ទឹកសៀងចាអត់ចោលទេចាព្រោះសាច់ប្រហិតយើងរៀងខ្វះចាយើងដាក់អញ្ចឹងមកវាបន្ទាប់ជាមួយបន្លែចាឆ្ងាញ់ឥឡូវនេះខ្ញុំមកឆាទឹកសៀងចាហើយប្រេងឆាសណ្ដែកចាសញ្ញារូបបេះដូងគឺល្អមែនតែនយើងដួសអាបំពងមិញវាអត់មានកកហើយបងប្អូនអើយនិយាយទៅល្អហ្មងយើងអាចចម្រោះវាប្រើម្ដងទៀតបានវិធីធ្វើទឹកសៀងបំពងខ្ទឹមចាឲ្យឈ្ងុយមកចាំដាក់គ្រឿងកន្លុកដែលយើងកន្លុកមិញមានតៅហ៊ូមានសៀងចាមានសៀងផ្អែមហ្នឹងហើយជាមួយនឹងម្ទេសហ្នឹងចូលមកចាបន្ថែមជាមួយប៊ីចេងម្សៅស៊ុបចាហើយស្ករសជាការស្រេចតោះឥឡូវប្រហិតក៏បានឆ្អិនចាទឹកសៀងយើងក៏បានឆ្អិនរួចរាល់បងប្អូនញ៉ាំជាមួយនឹងខ្ញុំបងប្អូនអើយថ្ងៃឡើងចាយើងធានាហ្នឹងយើងខ្ចប់បន្លែចឹងមកចាធ្វើឲ្យកូនញ៉ាំញ៉ាំគឺល្អខ្លាំងបងប្អូនចាដោយសារវាផ្ទាប់ជាមួយបន្លែជាទូទៅដោយថាអ្នកដែលគាត់មិនសូវចេះញ៉ាំបន្លែចឹងធ្វើអញ្ចឹងដាក់ឲ្យគាត់ញ៉ាំបងប្អូនគឺញ៉ាំទាំងអស់តែម្ដងហើយក្មេងៗគាត់ចូលចិត្តណាអាស្អីដែរជ្រលក់ជាមួយទឹកសៀងទឹកម្ទេសទឹកអីហ្នឹងគាត់ចូលចិត្តណាស់អញ្ចឹងបងប្អូនអាចធ្វើឲ្យគាត់ញ៉ាំនៅផ្ទះបានហើយបើរសជាតិវិញបងប្អូនអើយវាមិនខុសពីលក់ក្នុងផ្សារក្នុងអីហ្នឹងទេគាត់តែយើងធ្វើខ្លួនឯងយើងរើសបន្លែដែលយើងចូលចិត្តបានណាបងប្អូនចាហើយនៅខ្ញុំចូលចិត្តណាស់រឿងប្រហិតបន្លែហ្នឹងពេលខ្លះដេកថ្ងៃអញ្ចឹងកំពុងតែដេកអញ្ចឹងគឺនឹកឃើញឃ្លានណាបងប្អូនទៅផ្សារវឹបតែឥឡូវវាច្រើនគឺនៅខ្ញុំចូលចិត្តធ្វើខ្លួនឯងយើងទិញតែប្រហិតកន្លះគីឡូមកយើងធ្វើខ្លួនឯងបានច្រើនហើយមានរសជាតិឆ្ងាញ់ទៀតបងប្អូនចាវីដេអូនេះខ្ញុំក៏ត្រូវបានបញ្ចប់ជូនពរបងប្អូនមានសុខភាពល្អរកទទួលទានមានបានគ្រប់ក្រុមគ្រួសារអរគុណជម្រាបលាជួបគ្នានៅវីដេអូ